Previously on PC Parts Extreme. ប៉ុន្តែមានអាសិនមួយហើយមានម៉ាស៊ីនមួយទៀតបងម៉ាស៊ីនមួយទៀតហ្នឹងបែបយើងក៏យកមកសម្រាប់ខាងយើងមិនថាតើគាត់តែខាងយើងយកទៅសម្រាប់ខាងគេប៉ុន្តែគេចាស់ធ្វើហើយទៅក៏យកមកខាងយើងមិនយ៉ាងទៅថានោះចាំយើងធ្វើមកផាតផ្សេងទៀតទៅហើយវីដេអូនេះគឺជាផាតដែលយើងនឹងបង្ហាញពីម៉ាស៊ីនហ្នឹងហ្មងអញ្ចឹងមុនពេលមកវីដេអូបងខាងឆ្ងល់ថាចុះម៉ាស៊ីនហ្នឹងកាត់ឲ្យគេទៅចម្លើយគឺអត់កាត់អីធ្ងន់ធ្ងរទេគ្រាន់តែថាគាត់ធ្វើខាងគេខាងគេថាធ្វើអត់កាត់ទេខូច board ផងខូចខាងវាកាត់ផងខូចអីផ្សេងៗជាហោហាអញ្ចឹងទៅតែបើសិនជាតាមជាក់ស្ដែងពេលដែលយកមក PC Pad វិញខាងជាងយើងក៏ឆាច់ទៅគឺ board ធម្មតា graphic ក៏ធម្មតាតែឲ្យដាក់អត់ធម្មតាគឺការប្រើប្រាស់របស់គាត់មូលហេតុអីខ្ញុំនិយាយថាអត់ធម្មតាអាហ្នឹងគឺវាតកតងជាមួយនឹងបច្ចេកទេសក្នុងការប្រើប្រាស់របស់គាត់សម្រាប់ PC នេះណាបងទៅពេលដែលយកមកគឺយើងឆែកឃើញថាមានការបើកទៅលើ overclock ហើយអាការ overclock ហ្នឹងដែរខ្ញុំនិយាយអញ្ចឹងមិនមែនមានន័យថាអត់ឲ្យបងបើកប្រើវាទេបងបើកចុះបងធ្វើអីធ្វើចុះប៉ុន្តែវាតម្រូវឲ្យបងច្បាស់ទៅលើវាបើមិនជាបងធ្វើទាំងបន្ថយបងធ្វើទាំងអត់ច្បាស់វាអាចនឹងចេញ result មកដោយម៉ាស៊ីននេះអញ្ចឹងវាមានដូចជាការឡើងកម្ដៅហើយនឹងការពុះទឹកជាដើមបើមិនជាបងបើក overclock speed view ទៅពេល fan speed អត់បើកគ្នាធ្វើខ្លាំងអាចគ្នាតិចដែរទេអញ្ចឹងមិនន័យថាវាអាចថមថយនឹងកម្ដៅនឹងបានទេតកតងជាមួយនឹងការថមថយកម្ដៅសយោក៏ដូចគ្នាបងវាគ្មានសយោជាប់លេខកញ្ចក់ណាមកអាចថមថយដល់400-500អង្សាទេហើយវីដេអូមានតែប៉ុណ្្នឹងបងដូចជាអត់មានត្រូវការ review អីទេសារតែម៉ាស៊ីននេះដូចធ្លាប់មានយើងហើយយើងធ្លាប់កាពី spec អីហើយមុននឹងបិទវីដេអូដូចអានេះជាងក៏តាមមកថាម៉ាស៊ីនជាបងអត់ចេះធ្វើម៉ាស៊ីនគេទេសូមតើយកមកវិញរៀបចំឲ្យគេឲ្យស្អាតវិញឲ្យទៅគ្រប់គ្រឿងគេវិញមកហើយមួយទៀតម៉ាស៊ីនជាអត់សមត្ថភាពធ្វើទេសូមកុំថារបស់គេខូចអីព្រោះយកមកបានធម្មតាអត់មានខូចមានអីទេមានតែប៉ុណ្្នឹងអានេះ message វាជាងណាបងយើងជួបគ្នានៅវីដេអូក្រោយជាមួយវីដេអូផ្សាយទៀតអរគុណ